Hello, tôi sẽ đây sống sát cùng một kênh videoថ្មីថ្ងៃនេះបានគេខ្ញុំនៅការលេង game Block Fruit នេះហើយថ្ងៃនេះបងណាគឺខ្ញុំមកធ្វើការមកយកជាមួយនឹងក្តាប់ដៃ Dragon Talon V3 ដោយសារពី episode មុនគឺខ្ញុំបានយកជាមួយនឹងដៃ Dragon Talon V2 ហើយអញ្ចឹងគឺវីដេអូនេះគឺខ្ញុំមកធ្វើការមកយកជាមួយនឹងក្តាប់ដៃ Dragon V3 តែម្ដងបាទហើយអញ្ចឹងដើម្បីទទួលបានជាមួយនឹងក្តាប់ដៃ Dragon Talon នឹងបានគឺអ្នកគ្នាត្រូវតែមាន Mastery វាចំនួន500 Mastery ហើយក៏ដូចជាអ្នកគ្នាមកធ្វើការមកដោះ quest ជាមួយនឹង quest ដូចូល thread នេះផងដែរទៅយើងអាចយកជាមួយនឹងក្តាប់ដៃ Dragon V3 បានណាយើងមិនមកទិញងាយទេអ្នកគ្នាបាទយើងត្រូវតែដោះ quest ដោះអីអញ្ចឹងណាបាទអូខេអញ្ចឹងយើងធ្វើការដោះ quest យើងតែម្ដងទៅបាទអញ្ចឹងយើងធ្វើការចូលជាមួយនឹងដូចូល thread នេះមកអ្នកគ្នាបាទអញ្ចឹងវានឹងធ្វើការឲ្យ quest យើងអញ្ចឹង quest នេះគឺគេតម្រូវឲ្យយើងទៅវាយជាមួយនឹងកាជះពួក NPC អញ្ចឹងណាបាទអញ្ចឹងយើងធ្វើការទៅវាយកាជះ NPC ហើយកាជះ NPC នឹងផងដែរគឺយើងមិនមែនចេះតែវាយទេយើងត្រូវតែវាយកាជះ NPC ណាដែលវា level ក្រោមយើង100អីអញ្ចឹងទៅអ្នកនេះបាទហើយអញ្ចឹងដោយសារនៅសមុទ្រចុងក្រោយនោះគឺវាមាន NPC level 2700អញ្ចឹងខ្ញុំធ្វើការទៅកោះចុងក្រោយនឹងតែម្ដងទៅយើងធ្វើការវាយជាមួយពួកវាបានគ្រប់20នាក់មកយើងទទួលបាន quest ហ្នឹងហើយយើងដោះ quest បានណាអូពីងាប់ខ្ញុំបើក Buddha ហ្មងទៅចឹងខ្ញុំវាយជាមួយកាជះ NPC នេះយូរដែរប៉ុន្តែអត់ដឹងថាប្រហែលទេខ្ញុំគាត់ថាវាគ្រប់ហីយោសស្ដីពូលើអាសាគាត់ខ្ញុំវាយយូរដែរអូខេអញ្ចឹងយើងបាន complete ជាមួយនឹង quest របស់យើងហើយយើងធ្វើការ claim យកមកបាទអញ្ចឹងយើងទទួលបានជាមួយនឹងខ្សែក្រវ៉ាត់ពណ៌អសផងដែរឃើញបាទហើយអញ្ចឹងយើងចូលមកដល់ quest ទី2របស់យើងវិញម្ដងអញ្ចឹង quest ទី2របស់យើងនេះគឺយើងត្រូវយកខ្សែក្រវ៉ាត់ជាមួយនឹងខ្សែក្រវ៉ាត់ពណ៌ yellow ហើយយើងចុចមកអញ្ចឹងquest របស់គេគឺគេឲ្យយើងលក្ខណៈទៅវាយជាមួយកូនត្រី Tarishak ឲ្យបានគ្រប់ចំនួន5អញ្ចឹងណាគ្នាបាទតែយើងបំពេញបាន 100% របស់គេអញ្ចឹងយើងវាយអីក៏បានដែរឲ្យតែយើងចេញលក្ខណៈរបៀបទៅដោះ C1 អញ្ចឹងបន្ទាប់ពីយើងចេញទុកបានរយៈពេល5នាទីក្រោយមកយើងក៏បានជួបជាមួយនឹង Tarishak ហើយអញ្ចឹងយើងនឹងអីក្រៅពីធ្វើការខ្លាំវាយកមកអូវឌ្ឍនាពូអើយមកពូឲ្យសាកបាត់ខ្ញុំអូខេអញ្ចឹងយើងខ្លាំបានហើយអូខេអញ្ចឹងយើងចូលដល់ quest ទី3របស់យើងវិញម្ដងហើយ quest ទី3របស់យើងគឺជាខ្សែវ៉ាត់ពណ៌ក្រូចពណ៌អូរ៉ាំងហ្នឹងអញ្ចឹង quest របស់គេគឺគេឲ្យយើងទៅ thread អញ្ចឹងយើងទៅ thread មកហើយអញ្ចឹងខ្ញុំក៏បានចូល private server របស់ខ្ញុំហើយក៏មានគ្នាយើងចិត្តល្អមែនតើគឺគ្នាយើងឲ្យជាមួយនឹង shadow របស់ខ្ញុំហើយខ្ញុំឲ្យ fruit រៀងកាក់ទៅគាត់អញ្ចឹងអ្នកគ្នាបាទតែគាត់ដូរជាមួយខ្ញុំដែរអ្នកគ្នាបាទអញ្ចឹងយើងហេងលើហេងហើយបាទបន្ទាប់ពីយើង trade ហើយយើងមកយកខ្សែក្រវ៉ាត់យើងមកពូឲ្យខ្សែក្រវ៉ាត់ខ្ញុំមកអូខេហើយអញ្ចឹងយើងបានជាមួយនឹងអីគេlegendary ស្អីគេអ្នកគ្នាបាទខ្ញុំមើលសិនអូខេអ្នកគ្នាបាទអញ្ចឹងគេឲ្យ accessory អានេះមួយផងដែរតែខ្ញុំមិនដឹងថានឹងគេយកធ្វើអីទេអញ្ចឹងយើងចេះទុកសិនទៅអ្នកគ្នាបាទហើយឥឡូវយើងមកធ្វើការមកចុចម្ដងមកអូខេអ្នកគ្នាបាទអញ្ចឹងគេថាឲ្យយើងមកឲ្យក្រោយទៀតអ្នកគ្នាបាទអញ្ចឹង quest គេគឺអស់ quest ហើយអញ្ចឹងគេឲ្យយើងរងចាំរយៈពេលថ្ងៃស្អែកអញ្ចឹងណារួមទៅយើងត្រូវចាំរយៈពេលពី10ម៉ោងអញ្ចឹងពី10ម៉ោងទៀតយើងជួបគ្នាក្រោយពេលយើងចាំអស់រយៈពេលពី10ម៉ោងក្រោយមកយើងក៏បានមកយក quest របស់យើងវិញquest របស់គេគឺគេឲ្យយើងយកជាមួយនឹងខ្សែក្រវ៉ាត់ពណ៌ green ហើយ quest របស់គេឲ្យយើងធ្វើគេអញ្ចឹង quest របស់គេគឺគេឲ្យយើងជិះទូកទៅ signature level 4រហូតដល់ level 6ជាបានរយៈពេល5នាទីហ្នឹងបាទបន្ទាប់ពីយើងជិះដល់ signature level 4ហើយអ្នកគ្នាធ្វើការរាប់1 2 3 4 5ទៅហើយជិះដល់0រំទៅជិះដល់06យើងធ្វើការជិះឲ្យបាន5នាទីខ្ញុំជិះឲ្យបាន5នាទីទៅហើយឆ្លៀតពេលហ្នឹងផងដែរគឺខ្ញុំឲ្យអ្នកគ្នាលេងហ្គេមមួយដើម្បីយក fruit control ចឹងដោយសារវីដេអូ live ខ្ញុំបានប្រាប់អ្នកគ្នាថាយើងលេងយកនេះចឹងទៅអ្នកគ្នាបាទលេងយកលេងហ្គេមយក fruit ចឹងបាទហើយអធិស្ឋានគ្នាចឹងបាទខ្ញុំរៀងបដាសាយឈឺមួយថ្ងៃនេះតំឈឺថ្ងៃហ្នឹងថ្ងៃពងធ្វើវីដេអូនេះតប៉ាវដែរហើយហ្នឹងហើយហ្គេមខ្ញុំឲ្យអ្នកគ្នាទាយត្រូវគេអ្នកគ្នាទទួលបានបាទរួមទៅហ្គេមគឺងាយស្រួលទេអ្នកគ្នាគ្រាន់តែនិយាយថាខ្ញុំមានបងប្អូនខ្មែរតែអ្នកគ្នាទាយត្រូវគឺអ្នកគ្នានឹងទទួលបាននៅ fruit control ហ្នឹងហើយគឺខ្ញុំឲ្យអ្នកគ្នា free តែម្ដងអញ្ចឹងអ្នកគ្នាកុំភ្លេច comment អ្នកមួយទៅនៅខាងក្រោមទីលេងទៅគេត្រូវគឺបាន fruit តែម្ដងបាទបើទីខុសគឺអំបិលមានតែប៉ុណ្្នឹងអូខេអញ្ចឹងយើងការបន្តជិះទៅបាទ
5 នាទីអីចឹងយើងធ្វើការ reset ឡងទៅដល់ពេលយើងជិះទូកមកទូក្រោយមកយើងក៏បានមកយកខ្វែរបស់យើងអញ្ចឹងយើងមកឆែកមើលមក yes sir អញ្ចឹងគឺថាវាឲ្យយើង claim ហើយអញ្ចឹងយើងធ្វើការ claim យកមកអ្នកគ្នាបាទយើងធ្វើការ claim មកអូខេអញ្ចឹងយើងបានស្អីគេនេះ12 3នេះអូខេយើងមិនខ្វល់ទេឥឡូវចូលដល់ខ្សែក្រវ៉ាត់ទី5របស់យើងវិញម្ដងអ្នកគ្នាបាទអញ្ចឹងខ្សែក្រវ៉ាត់ទី5នេះគឺជាខ្សែក្រវ៉ាត់ពណ៌ blue អូខេអញ្ចឹងខ្វែរបស់គេគឺគេឲ្យយើងធ្វើការទៅ fruit ហើយយើងធ្វើការតម្លាក់ fruit នៅអណ្ដៃហើយឲ្យគ្នាម្នាក់មករើសឲ្យយើងវិញណាលៀបចាស់ចាំមើលខ្ញុំធ្វើឲ្យអ្នកគ្នាមើលអញ្ចឹងអ្នកគ្នាគ្រាន់តែមកធ្វើការ random fruit ទៅអ្នកគ្នាធ្វើការ random តែម្ដងទេយល់ទៅ random អូខេបន្ទាប់ហើយអ្នកគ្នាធ្វើការតម្លាក់ fruit ហ្នឹងនៅអណ្ដៃទៅឲ្យគ្នាយើងរើសទៅអូខេអញ្ចឹងឲ្យគ្នាយើងរើសទៅ what the ត្រប់ខ្ញុំវិញ pro ចុយត្រប់ខ្ញុំវិញ pro ត្រប់ខ្ញុំវិញអញ្ចឹងគឺថាមុនហ្នឹងគឺខ្ញុំឆាប់ឲ្យគ្នាយើងអត់ត្រប់ឲ្យខ្ញុំវិញទេអ្នកគ្នាបាទអញ្ចឹងខ្ញុំមកធ្វើការឆាប់ភាសាថ្មីអ្នកគ្នាបាទអូខេខ្ញុំត្រប់ហើយអូខេត្រប់ចូលដៃខ្ញុំវិញត្រប់ហ្នឹងហើយ yes sir អញ្ចឹងគឺថាយើងមកយកខ្សែក្រវ៉ាត់របស់យើងមកអញ្ចឹងយើងclaimបានហើយអូខេអញ្ចឹងចុយយើងទទួលបានជាមួយនឹង fragment ទេនេះ fragment 500 fragment អ្នកនេះបាទហើយដូចជា unlock ជាមួយស្អីផងដែរហ្នឹងបាទយើងមិនតន់និយាយយើងហ្នឹងយើងមកធ្វើការមកយកខ្វែរបស់យើងទៀតមកអញ្ចឹងខ្វែរបស់យើងគឺគេឲ្យយើងទៅវាយជាមួយនឹងយើងនិយាយទៅកោះខាសតទៅកន្លែង elite hunter ហើយអញ្ចឹងគឺថាយើងមិនមកវាយជាមួយនឹងពួក elite hunter ដែលវា drop fruit ឲ្យយើងទេគឺយើងមកត្រូវមកនិយាយជាមួយអាប៉ែនេះអាប៉ែឆ្មានេះអាប៉ែ elite hunter ហ្នឹងយើងធ្វើការនិយាយជាមួយវាទៅហើយយើងចុច yes មកអញ្ចឹងវាចេញបែបនេះដោយសារវាអត់តន់ spawn អញ្ចឹងយើងធ្វើការ observer ដល់រយទៅយើងវាយចំនួនឲ្យបាន5នាក់គឺយើង complete ជាមួយ quest របស់យើងហើយyes sir អញ្ចឹងគឺថាមុនហ្នឹងគេបានប្រាប់យើងថា quest របស់យើងគឺយើងបាន complete ជាមួយនឹង quest របស់យើងហើយអញ្ចឹងយើងមកធ្វើការចុចយកជាមួយនឹងខ្សែក្រវ៉ាត់របស់យើងមកបាទអូខេយើងធ្វើការ claim យកមកអូខេអញ្ចឹងគឺបាន legendary ស្អីគេនេះអ្នកនេះបាទអូខេយើងមិនខ្វល់ទេយើងធ្វើការចុចវាទៀតមកអ្នកនេះបាទអូខេអញ្ចឹងគឺគេថាគេអស់កន្លងហ្នឹងថ្ងៃនេះអញ្ចឹងគេថាឲ្យយើងមកឲ្យក្រោយទៀតអូខេអញ្ចឹងថ្ងៃក្រោយមកក៏បានដែរអត់អីបន្ទាប់ពីទទួលបានជាមួយនឹងខ្សែក្រវ៉ាត់ហ្នឹងហើយយើងអាចធ្វើជាមួយនឹងកណ្ដាប់ដៃ Dragon Talon V3 បានហើយអញ្ចឹងអ្នកគ្នាអាចមកចុចជាមួយនឹងអានេះបានហើយអញ្ចឹងវាមានពាក្យថា update នៅខាងក្រោមនេះ upgrade អូខេហើយអញ្ចឹងគឺវាធ្វើការភ្លើងអ្នកគ្នាដូចជា blast មិនទេខ្ញុំមកចេះអានអ្នកគ្នាអានខ្លួនឯងទៅអូខេអញ្ចឹងគេធ្វើការ blast នឹង5ដើម្បីup វាអញ្ចឹងណាបាទហើយនេះគឺជាពួកវាអញ្ចឹងយើងធ្វើការខ្វាយពួកវាមកអញ្ចឹងធ្វើការវាយវាគ្រប់ចំនួន3នាក់មកអូខេអញ្ចឹងអ្នកគ្នាធ្វើការដេញចាប់ភ្លើងទៅអញ្ចឹងខ្ញុំបើកបូដាទៅស្រួលជាងអ្នកគ្នាបាទអូខេរួមទៅអ្នកគ្នាមានបូដាស្រួលទេស្រួលដេញចាប់វាអញ្ចឹងណាអានេះតាមពិតទៅវានៅកោះ Kitsune ដែរអ្នកគ្នាបាទអញ្ចឹងយើងទទួលបានជាមួយនឹង blast ហ្នឹងហើយអ្នកគ្នាបាទអូខេអញ្ចឹងយើងធ្វើការវាយមួយទៀតមករួមទៅអ្នកគ្នាដាក់ខ្វះបានម្ដងធ្វើខ្វះបានម្ដងអ្នកគ្នាវាយបាន3ភ្លើងរួមទៅអូខេអញ្ចឹងភ្លើងនេះហត់ទៀតនេះដូចញោមទៅអានេះដូចកោះ Kitsune ដែរគ្នាបាទអូខេយើងវាយទៀតមកវាដូចតែកោះនៅកោះ Kitsune ទេញោមទៅអូខេអញ្ចឹងអូវត្តនេះអូខេចុយលេងចាប់ហើយនេះអូខេចុយហត់ទៅដល់នេះនេះហូបពូនេះអូខេយល់ទៅខ្វែរបស់គេគឺមានតែ3ទេឲ្យយើងឃ្លៀតជាមួយ NPC ហើយកំតិចដាំឈើចឹងហើយស្អីជាមួយខ្ញុំភ្លេចបាត់ហើយឥឡូវគេឲ្យយើងទៅវាយជាមួយ NPC ចំនួន3នាក់វ៉េតខុសផ្លូវហើយអញ្ចឹងគេឲ្យខ្ញុំមកឃ្លៀតជាមួយនឹងអាពួកនៅលើនេះឈ្មោះ Venom ស្អីគេយើងត្រូវការឃ្លៀតជាមួយវាទៅអ្នកគ្នាបាទនេះហើយទិញចាប់ភ្លើងយ៉ាងមកអូខេអញ្ចឹងគឺថាខ្ញុំគ្រប់ហើយខ្ញុំមកធ្វើការមក upgrade វាតែម្ដងទៅអញ្ចឹងយើង upgrade ទី1វាគឺវា C យល់ទៅ C 5 blade ហ្នឹងណាបាទ
như thế này chụp máu trong như ban skill so sật môi này ok hay skill TP của vía skill so x mà đo này thôi skill so x cứ VC cho nên pal blade nữa ok bless nặng mà nhưng làm bless ok chẳng giờ thực ra cho tiết man chẳng skill trong ráo cứ skill so C VC cho nên đọc bless nặng thôi mà chẳng nhóm nó khoa nhóm tao fan thì chết rồi chẳng nhưng mà áp môi rằng skill so C trong ráo của nhóm chẳng dừng bàn oi như đóng tới dừng bàn oi bàn skill thằng oi này dừng mà test skill bảo dừng quanh mà đón skill thì mùi bảo dừng cứ đây bảo sân thì mình NPC là một visual này mà mình A chẳng là một năng chắc visual tay hay skill TP của dừng cứ hè dừng chi trang có nè các bạn chi trang còn lâu rồi mình đã dừng chi bàn plat hay skill TP bay ok chẳng vì lâu như một vì ai đây vì năng khô đòn ai NPC vì lan tờ lửa ok chẳng kiểu thè với lôi mình tán với lôi chương muốn rồi tôi với lôi chương muốn là cái này bà hay video nhưng còn đó thì mình cho đấy nhưng mà con nhạc nên làm mình tán sản phẩm ca tem đang tu sân này nó video này dừng chụp cái này nó video này bye